Người lấy 4 ការដាក់កន្សំជាផលគុណកត្តា 4.1 ការដាក់កន្សំជាផលគុណកត្តារួមអញ្ចឹងលំហាត់គំរូនៅទំព័រទី16នៅសភពពុំកម្មវិធីថ្មីអញ្ចឹងយើងដាក់ជាផលគុណកត្តានេះអានេះផលបូណាយើងចង់ដាក់ជាផលគុណយើងមើលអីដែលអាចទាញជាកត្តាបាននេះ x ដក2 2ដក x នេះអាចទាញបានតែខុសទីតាំងអញ្ចឹងយើងត្រូវបដូរទីតាំងវិញចាំទាញសញ្ញាដកណាយើងបដូរទីតាំងសិនក៏បានធ្វើមួយសិនបាន x បូក1កត្តា x ដក2បដូរទីតាំងនេះសិនមកយើងបានដក x បូក2 y ព្រោះចាំយើងទាញដកនេះយើងទុកបណ្ដាសិន 3x បូកឲ្យ1កត្តា x ដកឲ្យ2យើងទាញសញ្ញាដកមកក្រៅអញ្ចឹងនៅសល់ x ទាញដកមកនេះបានដកណា y ចឹងយើងអាចនេះ x ដក2 x ដក2ដូចគ្នាយើងទាញ x ដក2ជាកត្តាអញ្ចឹងនៅសល់ 3x បូក1ដក y យើងរៀបតាមលំដាប់ឲ្យស្អាត x ដក2កត្តា 3x ដក y បូក1នេះចូលជាផលគុណកត្តាចប់ត្រឹមហ្នឹងណាអូខេ